បាទជាបឋមខ្ញុំបាទសូមគោរពទស្សនិកជនខ្ញុំបាទឈ្មោះបូពុទ្ធរិត្រីជាអគ្គលេខាធិការរបស់សហព័ន្ធខ្មែរតពលកម្មស្ម័គ្រចិត្តបាទសម្រាប់កម្មវិធីការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ2026នៅក្នុងឆ្នាំនេះយើងឃើញថាការងារតពលកម្មយើងមកដល់ថ្ងៃនេះគឺជាថ្ងៃទី2នៅក្នុងការប្រកួតហើយបាទហើយសម្រាប់ឆ្នាំនេះផងដែរការចូលរួមគឺយើងមានចំនួន21រាជធានីខេត្តបាទ21រាជធានីខេត្តដែលបានចូលរួមក្នុងនោះគឺមានអវត្តមានតែ4ខេត្តទេបាទហើយសម្រាប់ប្រភេទកីឡាតពលកម្មគឺយើងមានវិញ្ញាសាឯកតជនហើយនិងវិញ្ញាសាក្រុមវិញ្ញាសាឯកតជនគឺយើងមានវិញ្ញាសារត់60ម៉ែត្ររត់ល្បឿន60ម៉ែត្រមានវិញ្ញាសារត់1000ម៉ែត្រមានវិញ្ញាសាលោតកម្ពស់និងលោតចម្ងាយកុមារាកុមារីបាទហើយសម្រាប់វិញ្ញាសាក្រុមគឺយើងមាន2ផ្នែកទៀតវិញ្ញាសារត់បណ្ដាក់ចម្រោះបាទក្នុងនោះគឺមានកុមារា2នាក់កុមារី2នាក់ឬយើងហៅថាវិញ្ញាសារីឡេ4x50ម៉ែត្រហើយនឹងវិញ្ញាសាស្មុកស្មាញមួយទៀតគឺវិញ្ញាសាអតពលកម្មកុមារដែលយើងមានវិញ្ញាសា5បន្ថែមទៀតដែលបញ្ចូលជាប្រភេទវិញ្ញាសាកីឡាអតពលកម្មកុមារដែលយើងលេងជាក្រុមមានមួយក្រុមបាទសមាជិកកុមារី9នាក់និងកុមារី4នាក់និងកុមារា4នាក់ផងដែរបាទសម្រាប់ការប្រកួតមកដល់ពេលនេះយើងផ្ដោតទៅលើវិញ្ញាសាក្រុមហើយនៅក្នុងវគ្គជំរុះអញ្ចឹងតាក់ទងជាមួយគុណផលបច្ចេកទេសផ្ទាល់ខ្លួនទៅលើវិញ្ញាសាឯកតជនមិនទាន់បានប្រៀបធៀបនៅឡើយទេក៏ប៉ុន្តែយើងអាចវាយតម្លៃរួមបានដោយសារតែរយៈពេលនៃការប្រកួតម្សិលមិញហើយនឹងថ្ងៃនេះចំពោះកីឡាករកីឡាការីកុមារាកុមារីដែលគាត់បានចូលរួមហ្នឹងគាត់មានការប្រកួតដោយភាពស្វិតស្វាញមែនទែនមានន័យថាការចូលរួមរបស់គាត់ខុសប្លែកពីឆ្នាំមុនមានគាត់បានធ្វើការវឹកហាត់ត្រៀមមានការប្រកួតថ្នាក់ខេត្តរួចជាស្រេចធ្វើឲ្យកីឡាករចូលរួមនឹងមានសកម្មភាពកីឡាហាក់ដូចជាសកម្មនិងមានគុណផលនឹងវាប្រសើរជាងរៀងរាល់ឆ្នាំផងដែរបាទការអភិវឌ្ឍបច្ចេកទេសមានការប្រែប្រួលជាងឆ្នាំមុនបាទជាប្រកាសណាទិសដៅរបស់សហព័ន្ធក៏ដូចជារបស់ក្រសួងអប់រំយុវជននិងកីឡាការរៀបចំការប្រកួតសិស្សបឋមសិក្សានេះគឺដើម្បីសម្លឹងរើកុមារាកុមារីឬក៏កីឡាករកីឡាការិនីដែលគាត់មានទេពកោសល្យនិងអាចតម្រង់ទិសទៅរកប្រភេទកីឡាជាគោលហើយពួកគាត់នេះសិតតែជាធនធានដែលយើងត្រូវសម្រួចបាទដើម្បីប្រមូលផ្ដុំនៅក្នុងការវឹកហាត់ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2031ក្នុងការប្រកួតជើងឯកយុវជនអាស៊ីផងដែរអញ្ចឹងហើយចប់ពីការប្រកួតនេះទៅសហព័ន្ធនឹងពិនិត្យមើលគុណផលបច្ចេកទេសរបស់កីឡាករទាំងឯកតជនទាំងវិញ្ញាសាក្រុមដើម្បីធ្វើម៉េចដកខាត់គាត់សម្រួចគាត់ពង្រឹងសមត្ថភាពគាត់បន្ថែមទៀតទាំងការប្រមូលផ្ដុំនៅក្នុងថ្នាក់ជាតិនិងថ្នាក់ខេត្តផងដែរបាទដើម្បីឲ្យខេត្តមានលទ្ធភាពក្នុងការបណ្ដុះបណ្ដាលបន្តដល់ពួកគាត់ផងដែរបាទជាការសំណូមពររបស់ខាងសហព័ន្ធក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលដាក់ទិសដៅពាក្យស្លោកនៅក្នុងការប្រកួតនេះគឺការចូលរួមប្រកួតកីឡាដើម្បីសុខភាពសិក្សារបស់កុមារនិងយុវជនម្នាក់ចូលរួមលេងប្រភេទកីឡាមួយប្រភេទប្រចាំជីវិតអញ្ចឹងការចូលរួមនេះគឺសំខាន់ណាស់គឺឲ្យកុមារគាត់បានក្រៅពីការសិក្សាគាត់បានចូលរួមនៅក្នុងសកម្មភាពកីឡាបាទមិនបាននាំគ្នាទៅប្រព្រឹត្តទៅលើការលេងឬក៏ប្រព្រឹត្តអំពើណាមួយដែលខុសប្រជានៅក្នុងសង្គមអញ្ចឹងហើយសកម្មភាពកីឡានេះមិនត្រឹមតែជួយឲ្យគាត់មានសកម្មភាពពង្រឹងកាយសម្បទាក៏ជួយបន្ថែមនៅសុខភាពសុខុមាលភាពហើយជំរុញឲ្យការសិក្សារបស់គាត់នឹងមានភាពរីកចម្រើនផងដែរព្រោះអ្នកលេងកីឡាមិនមែនជាអ្នកដែលបញ្ញាដែលទាបទេគឺអ្នកដែលត្រូវតែមានភាពគេហៅស្វាហាប់មានស្មារតីខ្ពស់បាទមានភាពក្លាហាននិងមានភាពឈ្លាសវៃនៅក្នុងការធ្វើការងារអនុវត្តសកម្មភាពក៏ដូចជាការសិក្សាផងដែរបាទ